ទស្សនវិជ្ជាទូទៅអំពីហេតុផលប្រវត្តិសាស្ត្រដែលសហរដ្ឋអាមេរិកជ្រើសរើសយកទីក្រុង Hiroshima និង Nagasaki ជាគោលដៅសម្រាប់ទម្លាក់គ្រាប់បែកប៉ារ៉ាវ៉ាណូជំនួសឲ្យទីក្រុង Tokyo នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2ការបំផ្លិចបំផ្លាញពីមុនមកនៅពេលដែលគ្រាប់បែកប៉ារ៉ាវ៉ាណូត្រៀមរួចរាល់ទីក្រុង Tokyo ត្រូវរងការទម្លាក់គ្រាប់បែកធម្មតាដែលបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងដំណំរួចទៅហើយការកំណត់គោលដៅលើទីក្រុងដែលមិនទាន់ខូចខាតសហរដ្ឋអាមេរិកមានបំណងប្រើប្រាស់គ្រាប់បែកប៉ារ៉ាវ៉ាណូទៅលើទីក្រុងនានាដែលមិនសូវរងការខូចខាតដោយសារការទម្លាក់គ្រាប់បែកធម្មតានេះអនុញ្ញាតឲ្យពួកគេវិតម្លៃបានយ៉ាងច្បាស់អំពីកម្លាំងបំផ្លិចបំផ្លាញទាំងស្រុងនៃអាវុធថ្មីនេះមជ្ឈមណ្ឌលយោធានិងឧស្សាហកម្មយុទ្ធសាស្ត្រទីក្រុង Hiroshima និង Nagasaki គឺជាមជ្ឈមណ្ឌលឧស្សាហកម្មនិងយោធាដ៏សំខាន់សម្រាប់ប្រទេសជប៉ុនដែលធ្វើឲ្យទីក្រុងនេះក្លាយទៅជាគោលដៅមានតម្លៃយុទ្ធសាស្ត្រហើយវានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសមត្ថភាពធ្វើសង្គ្រាមរបស់ជប៉ុនការពិចារណាផ្នែកការទូតសហរដ្ឋអាមេរិកចង់រក្សាលទ្ធភាពនៃការចរចាដើម្បីសុំចុះចាញ់ជាមួយរដ្ឋាភិបាលជប៉ុនដោយសារ Tokyo ជាមជ្ឈមណ្ឌលនយោបាយនិងជាទីលំនៅរបស់ប្រជាអធិរាជការបំផ្លាញ Tokyo និងការសម្លាប់ប្រជាអធិរាជអាចនឹងរារាំងឬលុបបំបាត់បណ្ដាញចាំបាច់សម្រាប់ការចរចាដើម្បីសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌការរក្សាប្រជជនប្រជាអធិរាជត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយដើម្បីសម្រួលដល់ផ្លូវទៅរកការចុះចាញ់របស់ជប៉ុនសារនយោបាយភូមិសាស្ត្រក្រៅពីផលប៉ះពាល់ភ្លាមៗទៅលើជប៉ុនការប្រើប្រាស់គ្រាប់បែកប៉ារ៉ាវ៉ាណូមានបំណងផ្ញើសារដ៏ខ្លាំងក្លានិងច្បាស់លាស់ទៅកាន់ពិភពលោកទាំងមូលជាពិសេសទៅកាន់សហភាពសូវៀតអំពីសមត្ថភាពយោធារបស់សហរដ្ឋអាមេរិក